ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់73គ្រួសារក្នុងស្រុកជប់កាលើទទួលបានអំណោយមនុស្សធម៌ពីសម្ដេចគតិប្រិយបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី18ខែឧសភាឆ្នាំ2026ឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមរួមដំណើរដោយឯកឧត្តមលោកជំទាវអនុប្រធានសមាជិកសមាជិកាគណៈកម្មាធិការសាខាលោកបណ្ឌិតសំពិសិដ្ឋប្រធានអនុសាខាស្រុករួមនឹងជាមួយក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្ដេចគតិប្រិយបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់សរុប73គ្រួសាររស់នៅក្នុង12ភូមិក្នុងឃុំចំនួន4រួមមានឃុំស្វាយទៀតភូមិ6ភូមិឃុំកំពង់ស្ពឺ1ភូមិឃុំលវាលើ3ភូមិនិងឃុំជាយោ2ភូមិក្នុងស្រុកចំការលើសូមបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង10យប់នៅថ្ងៃទី16ខែឧសភាឆ្នាំ2026ដែលពេលនោះមានភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់បក់គួចយ៉ាងខ្លាំងធ្វើឲ្យផ្ទះប្រជាពលរដ្ឋ35ខ្នងនៅក្នុងឃុំទាំង4ត្រូវបានរបើកស័ង្កសីនិងរបើកក្បឿងរងផលប៉ះពាល់កម្រិតធ្ងន់មធ្យមនិងស្រាលក្នុងឱកាសនោះដែរឯកឧត្តមអ៊ុនចិន្តាបានចូលរួមសម្ដែងការសោកស្ដាយជាមួយនឹងគ្រួសាររងគ្រោះចំពោះមហន្តរាយធម្មជាតិដែលកាត់ឡើងដោយស្មានមិនដល់ឯកឧត្តមបាននាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរពីសំណាក់ឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនប្រធានកិត្តិយសសាខាជាពិសេសសម្ដេចគតិប្រិយបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចការសម្ដេចលោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយមិនប្រកាន់វណ្ណៈជំនឿសាសនាឬនិន្នាការនយោបាយអ្វីឡើយហើយទោះបីជាសម្ដេចមិនបានអនុញ្ញាតមកផ្ទាល់ក៏លោកតែងតែបានចាប់តំណាងចុះអន្តរាគមន៍ផ្ដល់ជំនួយសង្គ្រោះជួយសម្រាលទុក្ខលំបាកទាន់ពេលវេលាតាមទិសស្លោកទីណាមានទុក្ខទីនោះមានកាកបាទក្រហមកម្ពុជាឯកឧត្តមអ៊ុនចិន្តាបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នពេលមានភ្លៀងផ្គររន្ទះពិសេសខ្យល់កន្ត្រាក់ត្រូវពិនិត្យរកកន្លែងដែលមានសុវត្ថិភាពបង្កការការពារខ្លួនជៀសវាងឲ្យផុតពីការគ្រោះថ្នាក់ដល់រាងកាយនិងអាយុជីវិតនៅក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួលក្នុងរដូវវស្សានេះត្រូវអនុវត្តវិធានការអនាម័យស្អាត3យ៉ាងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អតាមទិសស្លោកស្រឡាញ់ខ្លួនឯងឲ្យស្ងួនចំណីជាឲ្យផុតពីជំងឺនិងសូមចូលរួមជាមួយនឹងសហគមន៍ពង្រឹងភាពធន់ទៅនឹងអាកាសធាតុជាមួយគ្នានោះខិតខំបង្កើនផលដំណាំរួមផ្សំផ្សេងៗដើម្បីបង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពក្នុងគ្រួសារអំណោយដែលផ្ដល់ជូនពលរដ្ឋរងគ្រោះផលប៉ះពាល់ទាំង35គ្រួសារនោះក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមី1កេសត្រីខ1យួរទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរទឹកពិសាប្រណិត VX 1កេសនិងគីត1សម្រាប់ចំពោះថវិកាផ្ដល់ជូនតាមកម្រិតការខូចខាតជាក់ស្ដែងរួមមានប្រជាពលរដ្ឋរងផលប៉ះពាល់កម្រិតធ្ងន់ចំនួន2គ្រួសារជូនមួយគ្រួសារ40,000រៀលនិងមួយគ្រួសារទៀត30,000រៀលពលរដ្ឋរងផលប៉ះពាល់កម្រិតមធ្យម6គ្រួសារជូនមួយគ្រួសារ20,000រៀលនិងគ្រួសារផ្សេងទៀត10,000រៀល